យុវជនខ្លាយជាអភិបាលរងស្រុកពីររូបនាំយើងទៅស្វែងយល់ពីសារៈសំខាន់នៃការចូលរៀនវគ្គខ្លីៗនៅសាលាជាតិរដ្ឋបាលមូលដ្ឋានសាលាជាតិរដ្ឋបាលមូលដ្ឋានត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍនិងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិសិស្សនិស្សិតនិងអ្នកពាក់ព័ន្ធនិងដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចថ្នាក់ក្រោមជាតិសាលានេះមានតួនាទីរៀបចំនិងបង្កើតកម្មវិធីសិក្សាផ្តល់វគ្គហ្វឹកហ្វឺនខ្លីៗនិងមធ្យមសិក្សាស្រាវជ្រាវនិងផ្តល់អនុសាសន៍ជំវិញគោលនយោបាយគ្រប់គ្រងនៅថ្នាក់ក្រោមជាតិថ្លែងប្រាប់មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកស្រីជុំម៉ៅលក្ខិណាអភិបាលរងស្រុកស្វាយជ្រុំបានលើកឡើងថាការទទួលបាននៅវគ្គបណ្ដុះបណ្ដាលនៅសាលាជាតិរដ្ឋបាលមូលដ្ឋានពិតជាមានសារៈសំខាន់ណាស់ប្រៀបដូចជាទីប្រឹក្សាបង្ហាញផ្លូវដល់សិក្ខាកាមដែលជាអភិបាលរងស្រុកខណ្ឌទើបនឹងចូលកាន់តំណែងដោយរូបលោកស្រីផ្ទាល់ដែលត្រូវបង្កើនសមត្ថភាពចំណេះជំនាញបន្ថែមទៀតយកមកអនុវត្តការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពបើតាមលោកស្រីអភិបាលរងក្រោយពីទទួលបានឱកាសពីថ្នាក់ដឹកនាំលោកស្រីបានចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន2ដងដែលលើកទី1គឺវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រីចំនួនទី24ឆ្នាំ2022ដោយនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីសិក្ខាកាមជាស្ត្រីអភិបាលរងក្រុងស្រុកខណ្ឌមានរយៈពេលសិក្សា1សប្តាហ៍និងទី2គឺវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត1មានរយៈពេល15ថ្ងៃគឺសិក្សាដោយផ្ទាល់ផងនិងតាមប្រព័ន្ធអនឡាញ Zoom លោកស្រីអភិបាលរងបានរំលឹកទៀតថាគ្រប់វគ្គបណ្ដុះបណ្ដាលសុទ្ធតែផ្ដល់នូវចំណេះដឹងនិងបទពិសោធន៍ដែលអភិបាលរងក្រុងស្រុកខណ្ឌអាចបង្កើននូវទំនុកចិត្តនិងភាពក្លាហានឲ្យមានភាពជាអ្នកដឹកនាំមួយកម្រិតទៀតនៅក្នុងអង្គភាពនិងបណ្ដុះឲ្យមានភាពច្នៃប្រឌិតដើម្បីឲ្យអង្គភាពមានការរីកចម្រើនជាពិសេសហ៊ានសម្រេចចិត្តដោះស្រាយនៅបញ្ហានានាក៏ដូចជាបំពេញនៅសេវាតម្រូវការសេវាសំណូមពរបានលឿនរហ័សប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់លោកស្រីបានបញ្ជាក់ទៀតថាមុនពេលបំពេញការងារជាអភិបាលរងស្រុកលោកស្រីបម្រើការងារនៅក្រសួងបរិស្ថានមានការខ្វះខាតបទពិសោធន៍ការងារថ្នាក់មូលដ្ឋានដែលទាមទារឲ្យមានការបណ្ដុះបណ្ដាលនិងរៀនសូត្របន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពយកមកអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់លោកស្រីអភិបាលរងបន្តថាការឆ្លងកាត់នៅវគ្គបណ្ដុះបណ្ដាលនីមួយៗខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើនមិនត្រឹមតែមេរៀននោះទេគឺតាមរយៈសិក្ខាកាមដែលជាអភិបាលរងក្រុងស្រុកខណ្ឌដែលជារៀមច្បងបានប្រឡូកការងារយូរក៏បានចែករំលែកនៅបទពិសោធន៍ថ្មីៗអំពីការអនុវត្តការងារប្រចាំថ្ងៃរបស់គាត់ដែលខ្ញុំអាចយកមកសិក្សានិងរៀនសូត្របន្ថែមទៀតលោកអឹងសវណ្ណរតន៍អភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវខេត្តព្រះសីហនុក៏បានលើកឡើងមិនខុសពីលោកស្រីអភិបាលរងដែរលោកថានៅក្នុងវគ្គបណ្ដុះបណ្ដាលនីមួយៗសុទ្ធតែផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការទទួលបានឱកាសអភិវឌ្ឍសមត្ថភាពនិងពង្រឹងជំនាញបន្ថែមលោកបន្តថានៅសាលាជាតិរដ្ឋបាលមូលដ្ឋាននេះមានគោលដៅធំៗគឺឲ្យមន្ត្រីមានការអភិវឌ្ឍទាំងវិជ្ជាសម្បទាបំណិនសម្បទាចរិយាសម្បទាកាយសម្បទានិងគុណសម្បទាពលគឺក្នុងជីវិតជាមន្ត្រីរាជការចំណេះដឹងពិតជាមានសារៈសំខាន់ក្នុងការជួយការងារប្រទេសជាតិឲ្យមានការរីកចម្រើនលោកអឹងសវណ្ណរតន៍ក៏បានបញ្ជាក់ដែរថាការចូលរៀនវគ្គគ្រប់គ្រងកម្រិត1របស់សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃលោកបានសិក្សារៀនសូត្របន្ថែមអំពីកំណែទម្រង់វិមជ្ឈការវិសហមជ្ឈការអភិបាលកិច្ចល្អការគ្រប់គ្រងហិរញ្ញវត្ថុការគ្រប់គ្រងបុគ្គលិកការរៀបធ្វើការងារជាក្រុមឲ្យមានប្រសិទ្ធភាពការរៀបចំគោលនយោបាយមូលដ្ឋានការគ្រប់គ្រងគ្រោះមហន្តរាយការគ្រប់គ្រងផ្អែកលើលទ្ធផលមុខវិជ្ជាបរិយាបន្ននិងសីលធម៌សង្គមការប្រស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋសេវាសាធារណៈតែងអត្ថបទការអភិវឌ្ឍបុគ្គលសំដៅលើការគ្រប់គ្រងការងារប្រចាំថ្ងៃនិងព័ត៌មានវិទ្យាភាពជាអ្នកដឹកនាំសរសេរគម្រោងលោកបន្តថាវគ្គបណ្ដុះបណ្ដាលទាំងនេះក៏បានបង្រៀនអំពីការបែងចែកអាទិភាពការងារចេះប្រើប្រាស់ពេលវេលារបស់ខ្លួនឲ្យមានប្រសិទ្ធភាពចេះស្ដាប់យោបល់អ្នកដទៃចេះលើកទឹកចិត្តអ្នកដទៃបញ្ចេញមតិយោបល់និងចេះធ្វើការងារជាក្រុមជាពិសេសគឺចេះអំពីរបៀបប្រស្រ័យទាក់ទងជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋទូទៅនៅតាមវេទិកាសាធារណៈបានយ៉ាងល្អលោកបន្ថែមថាការទទួលបានឱកាសបណ្ដុះបណ្ដាលនេះពិតជាជះឥទ្ធិពលវិជ្ជមានសម្រាប់ខ្លួនខ្ញុំនិងការងារដែលត្រូវបំពេញជាប្រចាំថ្ងៃជាពិសេសក៏បានពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងចាត់ចែងការងារផ្សេងៗឲ្យទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលផងដែរលោករំលឹកប្រវត្តិផ្ទាល់ខ្លួនបន្តិចលោកអឹងសវណ្ណរតន៍ក៏បានឲ្យដឹងថានៅក្នុងឆ្នាំ2016លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំភាសាអង់គ្លេសនិងបរិញ្ញាបត្រនីតិសាស្ត្រព្រមទាំងបានបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណៈនៅចុងឆ្នាំ2017
ដោយការស្រឡាញ់លោកក៏បានដាក់ពាក្យប្រឡងនៅសាលាភូមិន្ទរដ្ឋបាលជាប់ជាសិស្សមន្ត្រីជាន់ខ្ពស់ចំនួនទី10ឯកទេសរដ្ឋបាលសាធារណៈនិងបានចូលកាន់តំណែងជាអភិបាលរងស្រុកស្ទឹងហាវរយៈពេល3ឆ្នាំហើយសូមបញ្ជាក់ថាសាលាជាតិរដ្ឋបាលមូលដ្ឋានបង្កើតឡើងក្នុងឆ្នាំ2016ដោយអនុក្រឹត្យលេខ192 អនក្របកចុះថ្ងៃទី14ខែកញ្ញាឆ្នាំ2016នៅក្នុងឆ្នាំ2021សាលានេះបានរៀបចំរួចរាល់នៅរចនាសម្ព័ន្ធនិងដំណើរការជាផ្លូវការគិតត្រឹមត្រីមាសទី1ឆ្នាំ2025នេះសាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន6វគ្គមានសិក្ខាកាមចូលរួមសរុបចំនួន218រូបពាក់ព័ន្ធលើការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋការគ្រប់គ្រងផ្អែកលើលទ្ធផលការតាក់តែងអត្ថបទការរៀបចំរបាយការណ៍ការរៀបចំសន្ទរកថាបទអន្តរាគមន៍ជំនួយស្មារតីនិងការងារពិធីការជាដើម